ចូលឆ្នាំចិនថ្ងៃទី2គឺថាបងប្អូនមកជួបជុំគ្នាពេញផ្ទះតែហ្មងលើកនេះជួបជុំលក្ខណៈធំធេងធំហ្មងព្រោះថានាំគ្នាទៅមណ្ឌលគិរីលេងទាំងអស់គ្នាចឹងហើយបងប្អូនទាំងអស់ថ្ងៃនឹងមកជួបជុំគ្នានៅផ្ទះម៉ាក់ប៉ាខ្ញុំសេលីណាងើបពីដេកថ្ងៃនេះគឺថាលឿងមកឈុតហ្មងតែកុំមើលមានលោកអើយតាំងពីមកខ្មែរមិនសូវញ៉ាំអីទេតែមានដកមានស្គមទៅណាសោះហើយបើនិយាយពីកំឡោះនេះវិញមិនបាច់ទេគឺថាឃើញទឹកមិនបានតែហ្មងគ្រាន់តែពេលហ្នឹងចូលបន្ទប់ទឹកក៏និយាយពីថាវាមកចូលបន្ទប់ទឹកមួយយើងមកលេងទឹកហ្មងហើយនិយាយពីថាសាច់កង់អត់ចាញ់បងគេហ្មងទេអូយប៉ុន្តែខ្ញុំចង់សួរថាកូនណាគេដូចកូនខ្ញុំខ្លះនេះតាំងពីសេលីណា2ឆ្នាំ3ខែឡើងមកគូខូចណាស់ទឹកក៏មិនចង់ឲ្យមួយកៅអៅក៏មិនចង់ឲ្យពាក់បាយក៏លែងចង់ញ៉ាំហើយនិយាយពីថាឌូហើយអូយទៅខូចខ្លាំងហ្មងហើយស្អីបន្តិចស្រែស្អីតិចយំមិនដឹងថាថៃទេលោកអើយបើកូនណាគេខ្លាំងអញ្ចឹងមកខមមិនអ្នកមួយមើលដូចឥឡូវអញ្ចឹងយំអីណាណៃនេះហើយបើហ្វីនវិញបើថាសេលីណាយំវិញគឺស្រែកឲ្យសេលីណាតែហ្មងមិនដឹងគេចង់បានអីថាម៉េចទេពេលអូនហ្វីនស្រែកឲ្យសេលីណាវិញម្ដងឲ្យតែពេលនឹកឃើញម្ដងគឺសម័យចេញពេលខ្ញុំជិះទៅអាឡម៉ង់វិញថា2អ្នកបងប្អូនទៅ3អ្នកម៉ែកូនអូយខ្ញុំស្មានចេញទេគាត់មើលបងប្អូនខ្ញុំទៅអាឡម៉ង់វិញចុងខែ5អូនហ្វីនក៏ចេះដើរសេលីណាកាន់តែខូចអូយអូ my god អើយដឹងតែ vlog ល្អមើលទៀតហើយបងប្អូនឥឡូវចូលសាច់រឿងយើងវិញនិយាយពីថាវ៉ាន់ទៅលេងមណ្ឌលគិរីតែ2យប់ណាចាហើយឥឡូវបងប្អូនចាប់ដើមមកបដាបដា Hello baby មុននឹងខ្ញុំទៅក្រៅហើយគេមកដល់តែគេមកដល់ជំរាបសួរម៉ែអញ្ចឹងហ្មងសំខាន់គេមានអាគូគេមកលេងជាមួយនិយាយពីថាត្រូវដៃគ្នាដល់ហើយក្មេងៗគ្នាឯងហើយកុំមើលច្រឹកអូនហ្វីនខ្ញុំស្រឡាញ់ពេលអូនហ្វីនធ្វើច្រឹកចឹងណាបាយជីម៉ូតូសុកណាគួរខ្ញុំហៅមកញ៉ាំបាយតាំងពីមកដល់ខ្មែរហៅញ៉ាំបាយម្ដងសិតតែបខំប្រាប់ទៅតែលោកនេះអត់ទេព្រោះថាអត់បាយតាំងពីថ្ងៃដែរឥឡូវគឺខ្ញុំលែងបខំហើយអត់ញ៉ាំអត់ទៅបើថាឃ្លានគឺរត់មកខ្លួនឯងតែហ្មងញ៉ាំបាយហើយអីហើយគឺចាប់ដើមបងប្អូនមកហូហីអូយសប្បាយបងប្អូនណាចូលឆ្នាំចិនគឺជួបជុំគ្រួសារអញ្ចឹងទៅដើរលេងទៅអីតែបងប្អូនឯងនិយាយពីថាអ៊ូអយកទៅណាមខ្ញុំទៅមណ្ឌលគិរីហ្នឹងបងប្អូនទីមើលថាម៉ានអ្នកមើលតាវ៉ាន់ទៅក៏ទីដឹងដែរនេះវិញសិតតែបងប្អូនចដូនមួយហើយនឹងក្មួយសិតតែពេញវ័យដូចគ្នាទៅណាមកណាឥឡូវដើរលេងទៅជាមួយបងប្អូនឯងទេដូចថាយប់ឡើងចង់ចូលក្លឹបអីចឹងឥឡូវចូលតែមួយបងប្អូនឯងតែឥឡូវមិនចូលក្លឹបទេណានាំកូនមកញ៉ាំការ៉េមេបងប្អូនកុំគិតអីញ៉ៃចឹងណាកញ្ញាសេលីណាឮថាការ៉េមិនបានទេម៉ាម៉ាអៃស្គ្រីមទៅណានោះស្វាយទៅហើយទៅមិនទៅក្រៅមែនទៅកូនដោយសារតែខ្ញុំនៅចិត្តហ្វាន់មកនាំគ្នាជីកមកដាក់ញ៉ាំការ៉េម៉ាឡានតែហ្មងហើយញ៉ាំហើយនាំគ្នាទៅផ្ទះជួបជុំគ្នាតពេលមកដល់ផ្ទះនឹងដើរទៅក្រោយគូថាមីងកំពុងតែរៀបចំអង្ប៉ាវបងប្អូនណាតែម៉ែសេលីណាចាស់ហើយមានកូនហើយបានអង្ប៉ាវទេតែសំខាន់យើងមានកូន2នាក់អញ្ចឹងយើងបានអង្ប៉ាវ2ដងកាលពីនៅក្មេងណាបងប្អូនឲ្យតែពេលចូលឆ្នាំចិនសប្បាយយកអង្ប៉ាវហ្មងសប្បាយចិត្តខ្លាំងហ្មងឥឡូវចាស់ហើយក៏នៅតែសប្បាយចិត្តដោយសារយើងមានកូន2នាក់អញ្ចឹងយើងបានអង្ប៉ាវ2អង្ប៉ាវកូនខ្ញុំក៏មិនណយដែរឃើញលុយមិនបានទេគឺយកមកទាំងអស់តែម្ដងចាយកហើយគឺម៉ែដាក់ចូលកប៉ាវទាំងអស់ណែនិយាយលឿនអើយផ្ញើពេញមួយទៀតកូនយកអរគុណលោកកៅហងតែចាសៀលោកកៅចូលឆ្នាំចិនឆ្នាំនេះសប្បាយខ្លាំងបងប្អូនហើយគឺថាទាំងបងប្អូនខាងម៉ាក់បងប្អូនខាងប៉ាគឺមកទាំងអស់ហ្មងគ្មានអ្វីសប្បាយជាងជួបជុំគ្រួសារទេអូជួយទៅទៀតអូយលឺសលេងខ្លួនឯងសោកចង់ខ្លាំងហើយឲ្យតែពេលជួបជុំគ្នាម្ដងអត់ភ្លេចទេគឺថារូបវីដេអូមានតែប៉ុណ្្នឹងឯងបាយបងប្អូន